លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីផ្ដាំឲ្យយកការឈឺចាប់ពីការឈ្លានពានធ្វើជាមេរៀនកសាងប្រទេសជាតិឲ្យរីកចម្រើនរយលានអត្ថន័យពីសាររបស់ស្ត្រីទី1កម្ពុជាបានអំពាវនាវឲ្យកូនខ្មែរគ្រប់រូបយកការឈឺចាប់លើកនេះដែលទទួលការឈ្លានពានរបស់ប្រទេសជិតខាងមកធ្វើជាមេរៀនពង្រឹងសមត្ថភាពជំនាញពូនជ្រោមគ្នាឲ្យសាមគ្គីកសាងប្រទេសជាតិឲ្យរីកចម្រើនលូតលាស់តទៅមុខនៅលើបណ្ដាញសង្គម Facebook ការពីយប់ថ្ងៃទី21ខែធ្នូលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានប្រកាសសូមឲ្យកូនខ្មែរយុវជនយើងទាំងអស់គ្នាយកការឈឺចាប់លើកនេះប្រែក្លាយទៅជាការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពរបស់យើងម្នាក់ៗរៀនឲ្យមានជំនាញរៀងៗខ្លួនពីព្រោះនៅពេលដែលធនធានមនុស្សយើងខ្លាំងប្រជាពលរដ្ឋយើងសាមគ្គីគ្នាយើងនឹងកសាងប្រទេសយើងឲ្យរូតលាស់បានតទៅទៀត